ពលកររដូវកាលហ្នឹងគឺជាអ្វីខ្ញុំអត់យល់ជួយពន្យល់ផងពលកររដូវកាលគឺជាការដាក់ពាក្យមកធ្វើការនៅក្នុងប្រទេសកូរ៉េតាមរយៈក្រសួងការងារនៅកោះស្រូវសម្រាប់បងប្អូនយើងដែលគាត់នៅខ្មែរចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េតែអត់ដឹងថាត្រូវមកតាមវិធីណាវិធីដែលអាចឲ្យបងប្អូនមកធ្វើការនៅប្រទេសកូរ៉េបានគឺមានតែតាមរយៈក្រសួងមួយគត់សុវត្ថិភាពស្របច្បាប់ 100% វិធីទី1គឺការដាក់ពាក្យពលកររដូវកាលមកធ្វើការនៅកូរ៉េបានរយៈពេល8ខែយើងត្រឡប់មកខ្មែរវិញហើយទី2គឺការរៀនប្រឡងមកបាន4ឆ្នាំ10ខែតាមរយៈអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់មានចំណាប់អារម្មណ៍ចង់មកធ្វើការនៅប្រទេសកូរ៉េអាចដាក់ពាក្យជាមួយនឹងក្រសួងការងារនៅកោះស្រូវបានរុះរាន់ឡើងគេកំពុងតែរើសពលកររដូវកាលគេកំពុងតែត្រូវការច្រើនសម្រាប់ការដាក់ពាក្យគឺត្រូវការតែអត្តសញ្ញាណប័ណ្ណនិងរូបថតទេការដាក់ពាក្យនៅពេលដែលបងប្អូនដាក់ពាក្យរួចយើងរងចាំខាងក្រសួងគេតាក់ទងមកឲ្យយើងទៅសម្ភាសពេលដែលសម្ភាសហ្នឹងមានអ្នកសម្ភាសជាប់និងអត់ជាប់អញ្ចឹងបងប្អូនសម្រាប់អ្នកដែលសម្ភាសជាប់ក្រសួងគេនឹងប្រាប់ឲ្យថាត្រូវរៀបចំឯកសារត្រៀមឯកសារអីខ្លះការចំណាយអីអស់ប៉ុន្មានគេនឹងប្រាប់បងប្អូនទាំងគ្នាលម្អិតពេលដែលបងប្អូនសម្ភាសជាប់សម្រាប់ការចំណាយឲ្យសរុបទាំងអស់ទាំងបងសម្បត្តិយន្តហោះទាំងឯកសារអីផ្សេងខ្ទង់$2000ជាងតិចតួចមកតាមរយៈក្រសួងអស់ខ្ទង់ប្រហែលប៉ុណ្ណឹងអត់ដល់3000ទេ2000ជាងបងប្អូនហើយកុំជឿខាងក្រុមហ៊ុនឯកជនណាជួយរៀបចំឯកសារឲ្យបងប្អូនយក3000យក5000ឬក៏យកប៉ុណ្ណេះបងប្អូនណាកុំទុកចិត្តប្រយ័ត្នចាញ់បោកគេព្រោះឥឡូវនេះមានជនឆ្លៀតឱកាសច្រើនណាស់ដែលចាំឲ្យបោកប្រាស់បងប្អូនទាំងគ្នាដើម្បីកុំឲ្យបងប្អូនមានការចាញ់បោកគេគឺជឿទុកចិត្តតែជាមួយនឹងក្រសួងការងារនៅកោះស្រូវមួយទៅបានហើយកុំភ្លេចជួយ share វីដេអូនេះឲ្យចំណិចម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងចង់មកធ្វើការនៅកូរ៉េគាត់បានដឹងជ្រាបជាដំណឹងហើយក៏អរគុណបងប្អូនទាំងគ្នាដែលតែងតែតាមដាននិងមើលវីដេអូចំណិចណាអរគុណ